សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ភាគថ្មីនៃរឿងថៃបេនហ៊ីមអាចចាស់ស្រាយតែមុននឹងចូលដល់សាច់រឿងសូមឲ្យអ្នកទាំងអស់គ្នាជួយចុច like subscribe និងសញ្ញារូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងណានៅក្នុងភាគនេះដែរគឺកាត់បន្តមកដល់នៅពេលដែលសិស្សទាំងអស់គ្នាចេញពីរៀនហើយលីនស៊ីនាងក៏បានរៀបចំសម្ភារៈរបស់នាងដើម្បីឲ្យនាងត្រឡប់ទៅផ្ទះវិញណាប៉ុន្តែនៅពេលហ្នឹងសិស្សសក់ខ្លីម្នាក់ហ្នឹងបានមកប្រាប់លីនស៊ីរបស់យើងថានឹងមានការហាត់សមសម្ដែងនៅខាងក្រោយសាលាពួកឯងនាងចង់ធ្វើបាបតួស្រីរបស់យើងដែលតួស្រីរបស់យើងហ្នឹងប្រឆាំងមួយនាងនិយាយទៅសក់ខ្លីម្នាក់ហ្នឹងមើលទៅមុខរៀង slow ដែរប៉ុន្តែមានល្បិចច្រើនដែរហ្នឹងភ្លាមហ្នឹងនៅពេលដែលសក់ខ្លីប្រាប់នាងនាងក៏រៀងឆ្ងល់បន្តិចដែរលីនស៊ីរបស់យើងហ្នឹងក៏ព្រោះតែអត់មានមិត្តរួមក្រុមណាប្រាប់នាងមុនមានតែសក់ខ្លីម្នាក់ហ្នឹងក្រោយមកលីនស៊ីរបស់យើងហ្នឹងក៏មកចាំពួកគេមែនមកចាំពួកគេនៅខាងក្រោយសាលាប៉ុន្តែនាងចាំយូរទៅចេះតែអត់ឃើញទៅនិយាយទៅអាណិតតួស្រីរបស់យើងដែរហ្នឹងនាងខំអង្គុយកាន់ script ចាំពួកគេទាំងអស់គ្នាហ្នឹងចេះតែចាំបាត់ចំណែកឯជន់ស៊ីងរបស់យើងពេលនេះគេកំពុងតែអង្គុយមើលទូរទស្សន៍ធ្វើមិនដឹងអត់ខ្វល់អីទាំងអស់រហូតដល់ម៉ាក់របស់គេមកពេលដែលម៉ាក់របស់ជន់ស៊ីងមកនឹងដែរគាត់ក៏បានសួរទៅកាន់ជន់ស៊ីងណាថាលីនស៊ីនៅឯណាហើយជន់ស៊ីងក៏ឆ្លើយទៅកាន់ម៉ាក់របស់គេវិញថាគេមិនដឹងទេព្រោះគេអត់បាននៅជាមួយនឹងនាងគ្រប់ពេលវេលាទេដល់លើកូនរបស់គាត់និយាយបែបហ្នឹងគាត់ក៏បានទាញទូរស័ព្ទដើម្បីទេទៅលីនស៊ីរបស់យើងប៉ុន្តែចៃដន្យអីទូរស័ព្ទរបស់លីនស៊ីរបស់យើងនាងអត់បានយកទៅតាមខ្លួនទេនាងទុកនៅនឹងផ្ទះទើបធ្វើឲ្យគាត់តាក់ទងនាងអត់ចូលជន់ស៊ីងហ្នឹងដល់លើម៉ាក់គេរអូហើយស្ដីឲ្យគេពីការដែលគេមិនមើលខុសត្រូវលីនស៊ីគេក៏និយាយទៅកាន់ម៉ាក់របស់គេថាចាំគេទៅរកលីនស៊ីរបស់យើងនៅឯសាលារៀនក៏បានដែរព្រោះអីគេអត់ចង់លើម៉ាក់គេរអូដាក់គេក៏លេចមកមើលលីនស៊ីរបស់យើងវិញម្ដងពេលនេះនៅពេលដែលនាងកំពុងរងចាំនឹងដែរនាងក៏មានអារម្មណ៍ថាមានមនុស្សនៅពីក្រោយនាងរត់នៅពីក្រោយនាងដែលជាហេតុឲ្យនាងមានអារម្មណ៍ថារៀងលួសបលឹងបន្តិចបន្តួចដែរហ្នឹងបន្ទាប់មកនាងក៏បានឮសំឡេងពូសន្តិសុខកំពុងតែដេញតាមមនុស្សម្នាក់ដែលឮបែបហ្នឹងនៅសុកក៏មានដៃមនុស្សម្នាក់ទាញនាងទៅពួនជាមួយនឹងគ្នាដែលម្នាក់នោះគឺជាឈិនខៃបន្ទាប់មកគេក៏បានណែនាំខ្លួនរបស់គេទៅប្រាប់តួស្រីរបស់យើងពេលហ្នឹងដែរលីនស៊ីនាងក៏បានសួរទៅឈិនខៃដែរថាហេតុអីបានជាគេរត់ពួនជាមួយនឹងពូសន្តិសុខអញ្ចឹងឈិនខៃក៏បានតបមកវិញថាក៏ព្រោះតែគេនឹងបានលួចរត់ចេញពីសាលាដើម្បីទៅលេងហ្គេមអ៊ីនធឺណិតនៅខាងក្រៅហើយគេបានសរសើរទៅលីនស៊ីរបស់យើងទៀតថាអត់ខ្លាចគេក៏ព្រោះតែនៅក្នុងសាលាហ្នឹងមនុស្សគ្រប់គ្នាតែងតែគិតថាគេគឺជាមនុស្សអាក្រក់ហើយពេលហ្នឹងដែរឈិនខៃក៏បានប្រាប់ទៅតួស្រីរបស់យើងថាសាលាមួយនេះគឺមានវិន័យតឹងរ៉ឹងគឺមិនអនុញ្ញាតឲ្យសិស្សណាម្នាក់ចេញចូលសាលានៅពេលយប់ពេលហើយបើករណីគេចាប់បាននឹងត្រូវដាក់ទោសធ្ងន់ធ្ងរឬក៏អាចបណ្តេញចេញពីសាលានឹងទៀតហើយមូលហេតុនេះហើយទើបធ្វើឲ្យគេរត់គេចពីពូសន្តិសុខទាំងពីរនាក់ហ្នឹងដោយដឹងបែបហ្នឹងហើយធ្វើឲ្យនាងភ័យខ្លាំងមែនតើភ្លាមនឹងដែរស្រាប់តែពូសន្តិសុខទាំងពីរនាក់ហ្នឹងដើរចេញមកដល់កន្លែងហ្នឹងហើយឈិនខៃក៏បានសួរទៅតួស្រីរបស់យើងថានាងចេះរត់អត់នាងរត់បានលឿនអត់ហើយបន្ទាប់មកពួកគេទាំងពីរនាក់ក៏ពិភាក្សាគ្នាចឹងណាហើយក៏នាំគ្នារត់ចឹងទៅរត់គេចពីពូសន្តិសុខហ្នឹងពួកគេទាំងពីរនាក់រត់លឿនខ្លាំងមែនតើរត់ពីកន្លែងមួយទៅកន្លែងមួយរហូតដល់ពូសន្តិសុខតាមពួកគេអត់ទាន់ណាព្រោះអីពួកគេទាំងពីរនាក់ហ្នឹងរត់ពូសន្តិសុខហ្នឹងមួយសន្ទុះក្រោយមកនៅពេលដែលពូសន្តិសុខទាំងពីរនាក់ហ្នឹងគាត់ចេញទៅបាត់ហើយលីនស៊ីហើយនឹងឈិនខៃអ្នកទាំងពីរនាក់ហ្នឹងបានបំបែកគ្នាដោយលីនស៊ីដើរទៅទ្វាររបងសាលានៅខាងមុខហើយនៅពេលដែលនាងដើរមកដល់របងសាលានាងក៏បានឃើញជន់ស៊ីងឈរចាំនាងនៅខាងមុខសាលាហ្នឹងដោយឃើញបែបហ្នឹងនាងក៏បានដើរទៅរកជន់ស៊ីងដើម្បីត្រឡប់ទៅផ្ទះជាមួយនឹងគ្នាអំឡុងពេលដែលពួកគេទាំងពីរនាក់ដើរតាមផ្លូវនឹងដែរជន់ស៊ីងគេក៏បានថាស្ដីឲ្យលីនស៊ីណាពីរឿងដែលលីនស៊ីនាងអត់ទាន់បានត្រឡប់ទៅផ្ទះវិញដោយលើបែបហ្នឹងហើយលីនស៊ីនាងក៏បាននិយាយកាយខ្លួនរបស់នាងថានឹងគឺដោយសារតែលូយីងកាលពីល្ងាចមិញនាងបានប្រាប់ខ្ញុំថានឹងមានការហាត់សមសម្ដែងនៅខាងក្រោយសាលាហ្នឹងចឹងហើយបានជាខ្ញុំដើរទៅចាំអ្នកទាំងអស់គ្នានៅខាងក្រោយសាលាហ្នឹងលឺអញ្ចឹងហើយជន់ស៊ីងក៏បានស្ដីឲ្យលីនស៊ីទៀតថានាងមិនចេះប្រើខួរក្បាលគិតទេបើមានការហាត់សមសម្ដែងមែនណាខ្ញុំជាអ្នកប្រាប់នាងហើយមិនចាំបាច់ឲ្យលូយីងជាអ្នកប្រាប់នាងទេនិយាយទៅពាក្យសម្ដីរបស់តួប្រុសរបស់យើងរៀងធ្ងន់ទៅលើតួស្រីរបស់យើងដែរហ្នឹងអាណិតតួស្រីរបស់យើងខ្លាំងមែនតើក៏ព្រោះតែនាងអត់មានកំហុសទេបែរជាត្រូវមាត់ទទេចឹងណាដោយលឺបែបហ្នឹងហើយជន់ស៊ីងគេមិនចង់ស្ដាប់ការបកស្រាយរបស់តួស្រីយើងច្រើនទេគេក៏បដាកង់ហួរលីនស៊ីរបស់យើងណាប៉ុន្តែពេលហ្នឹងលីនស៊ីនាងក៏អត់សុខព្រមដែរនាងត្រូវតែនិយាយឲ្យដឹងសងខ្មៅជាមួយនឹងតួប្រុសរបស់យើងដោយនាងបានទាញកង់ជន់ស៊ីងដែលជាហេតុធ្វើឲ្យកង់នឹងបដាមិនចង់ទៅមុខបន្ទាប់មកព្រឹកឡើងបានមកដល់នៅពេលដែលជន់ស៊ីងដើរចូលមកដល់ក្នុងថ្នាក់រៀនហ្នឹងគេពិតជាឆ្ងល់ខ្លាំងមែនតើគេពិតជាឆ្ងល់នឹងទឹកមុខតួស្រីរបស់យើងរៀងប្លែកចឹងដោយលីនស៊ីរបស់យើងនឹងបានញញឹមហើយភ្នែករបស់នាងសម្លឹងទៅមើលកៅអីរបស់លូយីងអង្គុយនិយាយទៅសម្លឹងបែបលក្ខណៈមានល្បិចនៅក្នុងនឹងហ្មងភ្លាមនោះលូយីងនាងក៏បានមកដល់នារីសក់ខ្លីហ្នឹងបន្ទាប់មកនាងក៏បានយកសៀវភៅរបស់នាងដាក់ចូលទៅក្នុងថតតុប៉ុន្តែនៅក្នុងថតតុហ្នឹងនៅពេលដែលនាងដាក់សៀវភៅ
ចូលនោះស្រាប់តែមានសម្លេងមន់ស្រែកចាដែលជាហេតុធ្វើឲ្យសិស្សទាំងអស់គ្នាសើចចំអកនាងនិយាយទៅឲ្យសមមុខប៉ិនធ្វើបាបទូរស័ព្ទរបស់យើងពេកឥឡូវទូរស័ព្ទរបស់យើងធ្វើបាបវិញព្រោះអីទូរស័ព្ទរបស់យើងដាក់មន់ជន់នៅក្នុងថតតុករបស់នាងដែលជាហេតុធ្វើឲ្យនារីសក់ខ្លីនឹងខឹងជាមួយនឹងទូរស័ព្ទរបស់យើងខ្លាំងមែនតើនិយាយទៅនាងបានតែខឹងឯប៉ុន្តែនាងធ្វើឲ្យទូរស័ព្ទរបស់យើងអត់បានណាហើយនាងក៏សម្លឹងសម្លាក់មកលើទូរស័ព្ទរបស់យើងណាបន្ទាប់មកនាងក៏បានអង្គុយនៅលើកៅអីរបស់នាងប៉ុន្តែកៅអីរបស់នាងគឺពេលដែលនាងអង្គុយនឹងគឺលើសម្លេងដូចជាសម្លេងផោមអញ្ចឹងណាដែលជាហេតុធ្វើឲ្យមិត្តរួមថ្នាក់ទាំងអស់គ្នាសើចនាងជាលើកទី2ហើយនារីសក់ខ្លីម្នាក់នឹងពិតជាខ្មាស់គេខ្លាំងមែនតើណាដោយសារតែនាងជួបរឿងអាក្រក់ពីរភ្លាមជួនគ្នាចឹងហើយដោយសារតែនាងធ្វើបាបទូរស័ព្ទយើងពេកមួយសន្ទុះក្រោយមកនៅពេលដែលម៉ោងសិក្សាត្រូវបានបញ្ចប់ពេលនេះលីនស៊ីហើយនិងស៊ីអានពួកគេទាំងពីរអ្នកកំពុងតែទន្ទិញ script ប៉ុន្តែយើងមើលទៅកាន់ស៊ីអានគេដូចជាទន្ទិញ script អត់សូវចាំសោះពីព្រោះអីគេមានអារម្មណ៍ថាភ័យនឹងការសម្ដែងមួយហ្នឹងរីឯលីនស៊ីវិញនាងទន្ទិញ script បែបធម្មតាមើលទៅអត់មានភ័យឯម៉ាន់តិចខុសប្លែកពីស៊ីអានដាច់ប៉ុន្មានថ្ងៃកន្លងផុតទៅការសម្ដែងក៏បានមកដល់មើលទៅមាននឹងជន់ស៊ីងពួកគេទាំងពីរអ្នកសម្ដែងពិតជាស៊ីចង្វាក់គ្នាល្អខ្លាំងមែនតើណាប៉ុន្តែនៅពេលហ្នឹងពួកគេទាំងពីរអ្នកពិតជាឆ្ងល់ខ្លាំងមែនតើដោយសារតែពួកគេអត់ឃើញស៊ីអានឡើងទៅលើឆាកដើម្បីសម្ដែងជាមួយនឹងគ្នាក៏ព្រោះតែពេលហ្នឹងគឺដល់វេនដែលស៊ីអានសម្ដែងហើយឥឡូវយើងក៏លេចមកមើលនៅខាងក្រោយឆាកវិញម្ដងពេលនេះស៊ីអានគេពិតជាចុកពោះខ្លាំងមែនតើណាបែបលក្ខណៈថាចុកពោះអត់មូលហេតុណាដោយគ្មានជំរឿលីនស៊ីនាងក៏បានសម្រេចចិត្តឡើងទៅសម្ដែងជំនួសស៊ីអានណាក្រោយមកការសម្ដែងរបស់ពួកគេទាំង3អ្នកពិតជាស៊ីចង្វាក់គ្នាខ្លាំងមែនតើណាមើលទៅពួកគេទាំង3អ្នកសម្ដែងបានល្អខ្លាំងមែនតើរហូតដល់ចង់បញ្ចប់លីនស៊ីហើយនិងជន់ស៊ីងរួមដៃគ្នាកម្ចាត់មេរោគមួយនឹងដែលសម្ដែងដោយមានណាហើយពួកគេក៏កម្ចាត់បានដោយជោគជ័យហើយលីនស៊ីនាងក៏រត់ទៅអោបជន់ស៊ីងទៅតាមសាច់រឿងមួយនឹងទៅតាមការសម្ដែងមួយនឹងនៅពេលដែលពួកគេទាំងពីរអ្នកអោបគ្នានឹងដែរពួកគេទាំងពីរអ្នកក៏នឹកឃើញការអោបគ្រាដំបងដែលពួកគេទៅតែជួបគ្នាអេដមីនមើលទៅទឹកមុខជន់ស៊ីងរបស់យើងអាយ៉ាដូចជារឿងលងស្រឡាញ់កូនស្រីគេបដាអីតាបន្ទាប់មកអ្នកគ្រូលោកគ្រូទាំងអស់គ្នាក៏បានតែដៃអបអរសាទរឲ្យអ្នកទាំងអស់គ្នាហ្នឹងដែលពួកគេសហការគ្នាសម្ដែងបានល្អឥតខ្ចោះបែបនេះក្រោយមកបន្ទាប់ពីការសម្ដែងត្រូវបានបញ្ចប់ពេលនេះជន់ស៊ីងនិងលីនស៊ីក៏នាំគ្នាដើរត្រឡប់ទៅផ្ទះវិញប៉ុន្តែនៅពេលដែលពួកគេកំពុងដើរនឹងដែរជន់ស៊ីងគេក៏បានអរគុណទៅកាន់លីនស៊ីដែលនាងបានឡើងសម្ដែងជំនួសស៊ីអានណាដែលធ្វើឲ្យការសម្ដែងរបស់ពួកគេរលូនទៅមុខដោយជោគជ័យដែលលើជន់ស៊ីងនិយាយអរគុណទៅកាន់នាងបែបនេះនាងក៏ចង់ឲ្យជន់ស៊ីងនិយាយអរគុណមកកាន់នាងម្ដងទៀតក៏ព្រោះតែនេះគឺជាលើកទី1ដែលតួប្រុសរបស់យើងនិយាយអរគុណទៅកាន់នាងតែពេលហ្នឹងដែរជន់ស៊ីងអត់ព្រមនិយាយអរគុណទៅកាន់លីនស៊ីម្ដងទៀតទេដោយឃើញបែបហ្នឹងហើយលីនស៊ីនាងក៏បានបដូរពីអរគុណហ្នឹងទៅជាមីលធីពីកៅដែលឲ្យតួប្រុសរបស់យើងចេញលុយឲ្យថាតួស្រីយើងក្បាលខូចមួយតួប្រុសណាតែតួប្រុសក៏ក្បាលខូចមួយតួស្រីដែរដោយគេមិនព្រមទិញមីលធីទេគេបែរទៅជាទិញតែអ៊ូឡុងមួយកែវហើយនឹងទឹកដោះគោមួយកែវដោយឃើញបែបហ្នឹងនាងក៏មិនសុខចិត្តដែរក៏ឲ្យជន់ស៊ីងឆាប់ទៅទិញមីលធីឲ្យនាងភ្លាមមកតែជន់ស៊ីងអត់ព្រមទេគេក៏បណ្ដាលកង់របស់គេចេញទៅដែលជាហេតុធ្វើឲ្យតួស្រីរបស់យើងរត់ដេញតាមជន់ស៊ីងណាប៉ុន្តែពេលហ្នឹងដែរនាងក៏បានចពុបថ្មស្រាប់តែដួលទៅទាញខោរបស់គេចុះក្រោមពេលហ្នឹងដែរជន់ស៊ីងធ្វើមុខអត់សមទេនិយាយទៅគេខ្មាស់គេដែរហ្នឹងដែលតួស្រីនៅសុកទៅទាញខោគេកដាលទីសាធារណៈចឹងហើយអ្នកទាំងអស់គ្នាក៏លេចទៅមើលលីអូរបស់ជន់ស៊ីងណានិយាយពីថាពណ៌ឆើតឆើតសាហាវមានទាំងតុក្កតានៅលើហ្នឹងទៀតដោយឃើញបែបហ្នឹងលីនស៊ីនាងពិតជាភ័យខ្លាំងមែនតើនៅសុកទៅទាញខោកូនកន្លោះគេហើយអេដមីនក៏សុំស្លេះរឿងរបស់យើងធំប៉ុណ្ណឹងសិនសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ